មុន6ខែមុនខ្ញុំមានបងប្អូនល្អច្រើនខ្លាំងណាស់ហើយខ្ញុំមានបងប្អូនជាច្រើនដែលស្រឡាញ់ខ្ញុំហើយដល់ពេលខ្ញុំនៅផ្ទះរយៈពេល6ខែដែលខ្ញុំជាប់ក្នុងព្រះបងប្អូនល្អរបស់ខ្ញុំបាត់អស់លេងបងប្អូនខ្ញុំក៏បាត់អស់ដែរឡើងមានអស់ហើយម្នាក់អញ្ចឹងខ្ញុំចង់និយាយប្រាប់បងប្អូនថាមានលុយអ្វីក៏មានដែរអ្វីក៏មានគ្រប់យ៉ាងដែរតែបើយើងអត់លុយហើយកុំរំពឹងថាយើងរកមិត្តភាពមួយដែលស្មោះត្រង់សម្រាប់ខ្លួនយើងបាទហើយសម្រាប់ខ្ញុំផ្ទាល់6ខែនេះគឺធ្វើខ្ញុំស្គាល់ច្រើនមែនតើបាទ6ខែនេះគឺខ្ញុំនៅផ្ទះសុទ្ធហើយដល់ពេលយើងទៅខ្ញុំអាចដឹងពីចរិតមនុស្សជុំវិញខ្លួនខ្ញុំហើយក៏អរគុណពេលវេលាដែរដែលធ្វើឲ្យខ្ញុំស្គាល់លក្ខណៈថាធ្វើឲ្យយើងស្គាល់ពីចរិតមនុស្សពិតអញ្ចឹងត្រឡប់មកវិញខំប្រឹងរកលុយបាទមិត្តភក្តិមិត្តភាពឬមួយក៏ស្នេហាគឺមកតាមក្រោយទេតែបើយើងអត់លុយហើយយំទៅកុំថាឡាយមិត្តភាពដែលស្មោះត្រង់សម្បីតែមិត្តភាពដែលខ្លាំងហើយក៏គេអត់ចង់ចូលមកอยู่ប្រទេសដែរបាទបងប្អូនបាទហើយគីចាស់គេនិយាយអត់ខុសទេបាទទឹកលុយធំជាងទឹកចិត្តហ្នឹងមិនទឹកចិត្តធំជាងទឹកលុយទេណាតែអត់លុយហើយកុំសង្ឃឹមតែគេលក្ខណៈថាគេរាប់អានយើងខ្ញុំនិយាយមួយម៉ាត់យ៉ាងខ្លះទៅហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំដើរលេងអីខ្ញុំអត់ដែរឲ្យបងប្អូនហ៊ានលុយទេកន្លែងហ្នឹងអស់ពី2000ក៏ខ្ញុំដាក់ចេញដែរហើយទៅហូបអីមួយពុកភ័ក្រអីមិនភ័ក្រខ្ញុំដាក់ចេញលុយទេតែចុងក្រោយបាត់អស់លេងមិត្តភ័ក្តិខ្ញុំហើយបងប្អូនខ្ញុំអីក៏បាត់អស់ដែរហើយយើងក៏អត់បន្ទោសដែរដោយសារតែពួកគាត់មានបន្ទុករបស់ពួកគាត់រៀងខ្លួនតែប៉ុណ្្នឹងហើយប៉ុន្តែគាត់ថាសម្រាប់បងប្អូនកុំសប្បាយតែពេលលក្ខណៈកុំរកគ្នាតែពេលមានណាហើយស្គាល់គ្នាពេលលំបាកផងបាទបងប្អូនបាទតែប៉ុណ្្នឹងហើយសារណាទៀតពីខ្ញុំបងប្អូនត្រូវតែខំប្រឹងបាទយើងមានលុយយើងអត់ខ្វះទេមិត្តភាពមុន6ខែមុនខ្ញុំមានបងប្អូនល្អច្រើនខ្លាំងណាស់ហើយខ្ញុំមានបងប្អូនជាច្រើនដែលស្រឡាញ់ខ្ញុំហើយដល់ពេលខ្ញុំនៅផ្ទះរយៈពេល6ខែដែលខ្ញុំជាប់ក្នុងព្រះបងប្អូនល្អរបស់ខ្ញុំបាត់អស់លេងបងប្អូនខ្ញុំក៏បាត់អត់ដែរឡើងមានអស់ហើយម្នាក់អញ្ចឹងខ្ញុំចង់និយាយប្រាប់បងប្អូនថាមានលុយអ្វីក៏មានដែរអ្វីក៏មានគ្រប់យ៉ាងដែរតែបើយើងអត់លុយហើយកុំរំពឹងថាយើងរកមិត្តភាពមួយដែលស្មោះត្រង់សម្រាប់ខ្លួនយើងបាទហើយសម្រាប់ខ្ញុំផ្ទាល់6ខែនេះគឺធ្វើខ្ញុំស្គាល់ច្រើនមែនតើបាទ6ខែនេះគឺខ្ញុំនៅផ្ទះសុទ្ធហើយដល់ពេលយើងទៅខ្ញុំអាចដឹងពីចរិតមនុស្សជុំវិញខ្លួនខ្ញុំហើយក៏អរគុណពេលវេលាដែរដែលធ្វើឲ្យខ្ញុំស្គាល់លក្ខណៈថាធ្វើឲ្យយើងស្គាល់ពីចរិតមនុស្សពិតអញ្ចឹងត្រឡប់មកវិញខំប្រឹងរកលុយបាទមិត្តភក្តិមិត្តភាពឬមួយក៏ស្នេហាគឺមកតាមក្រោយទេតែបើយើងអត់លុយហើយយំទៅកុំថាឡាយមិត្តភាពដែលស្មោះត្រង់សម្បីតែមិត្តភាពដែលខ្លាំងហើយក៏គេអត់ចង់ចូលមកอยู่ប្រទេសដែរបាទបងប្អូនបាទហើយគីចាស់គេនិយាយអត់ខុសទេបាទទឹកលុយធំជាងទឹកចិត្តហ្នឹងមិនទឹកចិត្តធំជាងទឹកលុយទេណាតែអត់លុយហើយកុំសង្ឃឹមតែគេលក្ខណៈថាគេរាប់អានយើងខ្ញុំនិយាយមួយម៉ាត់យ៉ាងខ្លះទៅហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំដើរលេងអីខ្ញុំអត់ដែរឲ្យបងប្អូនហ៊ានលុយទេកន្លែងហ្នឹងអស់ពី2000ក៏ខ្ញុំដាក់ចេញដែរហើយទៅហូបអីមួយពុកភ័ក្រអីមិនភ័ក្រខ្ញុំដាក់ចេញលុយទេតែចុងក្រោយបាត់អស់